Hello, be like freelancer agent តោះគ្នាថ្ងៃនេះដែរគឺខ្ញុំចង់ធ្វើវីដេអូចែករំលែកពីដំណើរការរបស់ខ្ញុំធ្វើជា freelancer agent ថាវា exciting ប៉ុណ្ណា Yeah, it's so exciting first time, but step by step you're not exciting anymore. You start struggling, how you feel, how you can handle the situation, and how you gonna make it happen, how you can persistent. It's all together in one piece. Okay ទាំងអស់គ្នាគឺថ្ងៃនេះដែរខ្ញុំចង់ធ្វើបច្ចុប្បន្នភាពតាក់ទងនឹងដំណើរការនៃការធ្វើជា freelancer agent របស់ខ្ញុំជាក់ស្ដែងទៅខ្ញុំធ្វើបាន6ខែហើយប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាអត់ទាន់ស្របនឹងស្ថានភាពនឹងទេគឺនៅភ័យអតតែហើយអីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍នៅក្នុងការងារនេះគឺខ្ញុំមានអារម្មណ៍ថាយើងដូចធ្វើអីតែម្នាក់ឯង handle situation អីតែម្នាក់ឯងគ្រប់សកម្មភាពការងារគឺយើងជាអ្នកសម្រេចចិត្តជាអ្នកធ្វើដោយខ្លួនឯងដល់ពេលអញ្ចឹងទៅមានអារម្មណ៍ថាដូចខ្លាយជាboss ម្នាក់ខ្លាយជាមេគេម្នាក់អញ្ចឹងណាមិនតែមានកូនចៅទេកូនចៅខ្លួនឯងធ្វើមេខ្លួនឯងវាមើលទៅសម្រាប់អ្នកដែលអត់ដឹងគាត់នឹងមើលឃើញថាខ្ញុំដូចជាមានសេរីភាពមានលុយហើយគាត់ចង់ធ្វើដូចខ្ញុំព្រោះការងាររបស់គាត់អាចនឹង stress អាចនឹងមានបញ្ហាជាប្រាក់ខែ fix តែអ្នកទាំងអស់គ្នាស្ថានភាពគឺវាមួយបែបម្នាក់ទេមិនប្រកាសថាធ្វើការយកប្រាក់ខែហើយនឹងធ្វើជា freelancer ស្រួលជាងធ្វើការយកប្រាក់ខែទេអញ្ចឹងវាអាស្រ័យទៅលើការទទួលខុសត្រូវរបស់យើងហើយនឹងរបៀបនៃការធ្វើការរបស់យើងបើសិនយើងជាមនុស្សដែលមានការទទួលខុសត្រូវខ្ពស់ហ៊ានស៊ីហ៊ានសងយើងក៏ត្រូវដោះស្រាយបញ្ហាច្រើនដែរមិនថាតែយើងធ្វើការនៅក្រុមហ៊ុនឬក៏យើងធ្វើការងារដោយខ្លួនឯងទេគឺយើងជាអ្នកចេញមកក្នុងការដោះស្រាយបញ្ហាព្រោះយើងគឺជាមនុស្សដែលមានទំនួលខុសត្រូវអញ្ចឹងហើយខ្ញុំអាចនិយាយបានថាធ្វើការក្រុមហ៊ុនឬក៏ធ្វើជាភ្នាក់ងារដោយខ្លួនឯងគឺសម្ពាធដូចគ្នាហើយការលំបាកក៏មានដូចគ្នាដែរគ្រាន់តែខុសគ្នារបៀបថាធ្វើការក្រុមហ៊ុនយើងយកប្រាក់ខែយើងធ្វើការដោះស្រាយក្រុមហ៊ុនតែដល់ពេលយើងមកធ្វើជា freelance យើងធ្វើការឲ្យខ្លួនឯងបើក commission ឲ្យខ្លួនឯងចរចាម្ចាស់ផ្ទះខ្លួនឯងដោះស្រាយបញ្ហាខ្លួនឯងហើយក៏មានអ្នកពិភាក្សាជាមួយដែរបើយើងធ្វើការនៅក្រុមហ៊ុនយើងតំណែងទាបជាងយើងអាចពិភាក្សាជាមួយនឹង manager តែបើយើងជាតំណែង manager យើងអាចពិភាក្សាជាមួយនឹង boss មេរបស់យើងមកដូចថាមេធំអញ្ចឹងណាយើងមានអ្នកពិភាក្សាជាមួយប៉ុន្តែបើយើងធ្វើការម្នាក់ឯងគិតខ្លួនឯងដោះស្រាយបញ្ហាខ្លួនឯងប្រឈមមុខខ្លួនឯងចាអញ្ចឹងហានិភ័យគឺមានច្រើនជាងប៉ុន្តែយើងមានសេរីភាពសម្ពាធវាអាចតិចជាងព្រោះអត់មានអ្នកសម្ពាធឲ្យយើងគឺយើងដាក់សម្ពាធខ្លួនឯងអញ្ចឹងយើងចង់ដាក់សម្ពាធខ្លួនឯងប៉ុណ្ណាក៏បានដែរយើងអាចដាក់សម្ពាធនោះគឺជា target ដែលយើងត្រូវធ្វើមួយខែឧទាហរណ៍ថាយើងដាក់សម្ពាធឲ្យខ្លួនឯងថាត្រូវតែមួយខែហ្នឹង deal ឲ្យបាន10 unit អញ្ចឹងយើងខំប្រឹងមែនតើដើម្បីឲ្យបាន deal អញ្ចឹងណាអញ្ចឹងនៅក្រុមហ៊ុនវិញយើងមិនដាក់សម្ពាធខ្លួនឯងគឺយើងរងសម្ពាធពីមេអញ្ចឹងមេថាមួយខែហ្នឹងគឺត្រូវថាដាក់ឲ្យយើង deal ឲ្យបាន10 unit ជួលឲ្យបាន10អញ្ចឹងអាហ្នឹងវាសម្ពាធផ្សេងទៀតសម្ពាធពីខាងក្រៅមួយទៀតសម្ពាធដែលយើងដាក់ឲ្យខ្លួនឯងអញ្ចឹងវាមានទម្ងន់ខុសគ្នាប៉ុន្តែវាជាសម្ពាធដូចគ្នាទេអញ្ចឹងត្រឡប់មកវិញខ្ញុំចង់និយាយថាការងារជាខ្លួនឯងធ្វើឲ្យខ្លួនឯងធ្វើឲ្យគេធ្វើយកប្រាក់ខែធ្វើអត់យកប្រាក់ខែគឺសិតតែមានសម្ពាធទាំងអស់ហើយការប្រឈមគឺដូចគ្នាមានដូចគ្នាចា៎ចឹងអ្នកទាំងអស់គ្នាបើសិនជាអត់ទាន់រួចរាល់ផ្លូវចិត្តទេអត់ទាន់ហ៊ានដើរដោយខ្លួនឯងទេព្រោះយើងដើរខ្លួនឯងដួលខ្លួនឯងងើបខ្លួនឯងអត់មានអ្នករុញគូតអត់មានអ្នកជួយទាញដៃទេចឹងយើងធ្វើកន្លែងគេ
ពេលយើងបាក់ទឹកចិត្តមេយើងគាត់ជាលើកទឹកចិត្តយើងជួយជំរុញយើងបើយើងធ្វើខុសគាត់ជួយកែលម្អឬក៏ណែនាំតែបើយើងធ្វើខ្លួនឯងខុសខ្លួនឯងស្ដីឲ្យខ្លួនឯងជួយខ្លួនឯងអញ្ចឹងណាចាអញ្ចឹងទៅអានេះជាភាពខុសគ្នារវាងការងារពីរនឹងហើយខ្ញុំរីករាយក្នុងការធ្វើការងារជាភ្នាក់ងារឯករាជ្យដោយសារតែនឹងគឺជាអីដែលខ្ញុំចង់ធ្វើព្រោះអីកន្លងមកខ្ញុំតែគិតថាខ្ញុំចង់ធ្វើជាភ្នាក់ងារឬក៏ធ្វើការងារដោយខ្លួនឯងមិនស៊ីប្រាក់ខែទេគឺធ្វើការចេញពីខ្លួនឯងយកកម្រៃខ្លួនឯងអញ្ចឹងណាខ្ញុំបានដាក់ target ហ្នឹងគឺខ្ញុំអាយុ35ឆ្នាំឥឡូវនេះខ្ញុំធ្វើបានមុនអាយុកំណត់របស់ខ្ញុំ2ឆ្នាំប៉ុន្តែជាក់ស្ដែងទៅការកំណត់របស់ខ្ញុំគឺត្រូវពេលដោយសារតែខ្ញុំអាចរួចរាល់ក្នុងការធ្វើតែឥឡូវនេះខ្ញុំអត់ទាន់រួចរាល់ក្នុងការធ្វើទេហើយខ្ញុំរះមកធ្វើវាបញ្ញាប់មកធ្វើវាមុនពេលកំណត់ចឹងទៅខ្ញុំមានរឿងមួយចំនួន unfinished business រឿងដែលអត់ទាន់ដោះស្រាយហើយដូចជាបំណុលឬក៏សារភាពផ្សេងដែលជាបញ្ហាដែលយើងត្រូវប្រឈមក្នុងកំឡុងពេលដែលយើងរត់ផងយើងដោះស្រាយបញ្ហាផងអញ្ចឹងអាហ្នឹងគឺជាអីដែលខ្ញុំtake challenge ឬក៏ការដាក់គឺថាដាក់ឲ្យខ្លួនឯងធ្វើជាកិច្ចការមួយដែល assignment មួយឲ្យខ្លួនឯងធ្វើអញ្ចឹងទៅខ្ញុំមើលឃើញថាខ្ញុំដើរមុនពេលដែលកំណត់ហើយវាមានបញ្ហានៅខាងក្រោយតែមិនទាន់បានដោះស្រាយហើយដែលធ្វើឲ្យខ្ញុំមានការព្រួយបារម្ភប៉ុន្តែfeeling ដែលធ្វើការនៅក្រុមហ៊ុននិងបច្ចុប្បន្នគឺវាខុសគ្នាមែនតើវាមើលទៅហាក់ដូចជាជាងជិះទូកតាទលេប៉ប៉ៅអញ្ចឹងណាវាមិនមែនដូចយើងជិះកាណូទេជាងអងខ្លួនឯងទៅខ្លួនឯងរកច្រាំងរកទិសខ្លួនឯងអញ្ចឹងណាចាអញ្ចឹង podcast ថ្ងៃហ្នឹងគឺមានប៉ុណ្ណឹងហើយខ្ញុំសង្ឃឹមថាអ្នកដែលបានត្រៀមខ្លួនរួចរាល់ហើយគួរតែចាប់ផ្ដើមតែបើអត់ទាន់ត្រៀមខ្លួនរួចរាល់ទេក៏អាចចាប់ផ្ដើមបានដែរគ្រាន់ថាវារៀងឃ្លីងឃ្លោងបន្តិចរៀងហានិភ័យបន្តិចហើយក៏វាឲ្យអារម្មណ៍រំភើបយើងមកខ្លះដែរអញ្ចឹងណាចាវាអត់មានខុសឬត្រូវទេយើងអាចសាកល្បងបានហើយអីដែលសំខាន់គឺកុំបោះបង់ចោលលឿនពេកឲ្យពេលខ្លួនឯងសម្រាប់ខ្ញុំឲ្យពេលខ្ញុំគិតថាខ្ញុំឲ្យពេលខ្លួនឯង2ឆ្នាំដើម្បីធ្វើវាដើម្បីឈានមក step ទៀតមក step មកជំហានទៀតអញ្ចឹងជំហានរយៈពេល2ឆ្នាំនេះគឺជាការចាប់ផ្ដើម2ឆ្នាំទៀតខ្ញុំនឹងបង្កើតអីមួយខ្លួនឯងអាចទៅ convert ទៅជា company ទៅជាក្រុមហ៊ុនទៅជាក្រុមឬក៏ទៅជាក្រុមreal estate អីចឹងឬក៏អាចបង្កើតទៅជា website ខ្លួនឯងអីខ្លួនឯងទៀតអញ្ចឹងវាមានដំណាក់កាលរបស់វាដែលយើងត្រូវឆ្លងផុតពីមួយដំណាក់កាលទៅមួយដំណាក់កាលហើយកុំខ្លាចក្នុងការចាប់ផ្ដើមទោះបីជាយើងអត់សូវមានលុយក៏ដោយយើងអាចរស់នៅបែបសាមញ្ញបត់បែនទៅតាមកលៈទេសៈរបស់យើងហើយចេះគ្រប់គ្រងចំណូលចំណាយចា៎អញ្ចឹងទៅយើងអាចធ្វើបានបើប្រៀបធៀបទៅលុយនៅកន្លែងធ្វើការក្រុមហ៊ុនច្រើនជាងមកដល់បច្ចុប្បន្នប៉ុន្តែភាពស្រាក់ស្រានការរំភើបគឺមានច្រើនជាងមុនដែរហើយវាបានសម្រាប់ច្រើនដូចគ្នាចា៎និយាយទៅខ្ញុំពេញចិត្តនឹងការងារនេះទោះបីជាវាមានសម្ពាធផ្លូវចិត្តតិចតួចហើយខ្ញុំនឹងបន្តធ្វើឲ្យអ្នកទាំងអស់គ្នាបានឃើញអ្នកទាំងអស់គ្នាថាខ្ញុំអាចទៅបានឆ្ងាយប៉ុណ្ណាយូរប៉ុណ្ណាអរគុណសម្រាប់ការតាមដានវីដេអូអនុញ្ញាតឲ្យខ្លួនឯងធ្វើអីដែលខ្លួនឯងចង់ធ្វើហើយទទួលនៅសម្ពាធបាយបាយ